ជាធម្មតាថ្ងៃភ្ជុំនៅតាមវត្តអារាមគឺមានចង្ហាន់ច្រើនម្ហូបអាហារច្រើនប៉ុន្តែចំពោះលោកនៅលើភ្នំគឺអត់មានចង្ហាន់ទេបងប្អូនក៏អត់បានឡើងភ្នំឡើងអីប្រគេនចង្ហាន់អីដែរដោយសារជាធម្មតាទេបងប្អូនភ្ជុំបងប្អូនយើងគាត់ជួបជុំគ្នាក្រុមគ្រួសារនៅខាងក្រោមឬក៏ដើរលេងច្រើនអញ្ចឹងទៅក៏អត់មានគេប្រគេនចង្ហាន់លោកលើភ្នំដែរអញ្ចឹងខ្ញុំក៏ទៅភ្នំរយៈពេលភ្ជុំ3ថ្ងៃហ្នឹងធ្វើចង្ហាន់ប្រគេនលោកបានប្រសង់មួយអង្គហើយលោកតាបោះមួយអង្គយើងទៅដល់ភ្នំត្បែងហ្នឹងពេលយប់ហើយបងប្អូនអញ្ចឹងទៅខ្ជិលចាំទៅថ្ងៃស្អែកដោយសារខ្លាចទៅប្រគេនចង្ហាន់លោកអត់តន់អញ្ចឹងទៅក៏ឡើងភ្នំទាំងយប់ទៅហើយប្រហែលថ្ងៃភ្ជុំហ្នឹងភ្លៀងរហូតដល់បងប្អូនហើយអញ្ចឹងទៅតាមផ្លូវកន្លែងណាថ្មកន្លែងអីហ្នឹងវាដុះស្លែដុះអីល្អិលពេញហ្នឹងឡើងពេលយប់ពិបាកមើលផងអីផងប៉ុន្តែប្រឡំឡើងបងប្អូនហើយមើលទេសភាពនៅកន្លែងកត់លោកផ្ការីកស្គុះស្គាយពេញហ្នឹងឯងមុននឹងយើងចាប់ផ្ដើមធ្វើម្ហូបធ្វើអីហ្នឹងគឺថាយើងត្រូវបើកម្លាំងខ្លួនឯងសិនព្រលឹមឡើងគឺញ៉ាំបបរឲ្យទៅភ្នំព្រលឹមឡើងគឺនៅឃ្លានបបរហ្មងអាំងត្រីអាំងអីញ៉ាំបបរញ៉ាំអីហើយដើរមើលកន្លែងលោកមកជុំសិនព្រោះខានទៅយូរដែរហើយបងប្អូនទៅជើងមុនពីខែប្រាំងចឹងទៅដើរមើលព្រៃព្រឹក្សាតំណាំតំណោចរបស់លោកសិនបានមកបន្តការងារយើងប្រគេនចង្ហាន់លោកថ្ងៃហ្នឹងខ្ញុំធ្វើម្ហូបពីរមុខស្ងោរជ្រក់បកងមួយហើយនឹងឆាប្រូកូលីកាត់ណាខៀវបងប្អូនបានពីរមុខនឹងបកងទុកអត់សូវបានយូរទេអញ្ចឹងយើងត្រូវសូត្រធ្វើមុនពេលព្រឹកមិញហ្នឹងលោកកោះដលងហើយជាលោកកោះតាំងពីម្សិលព្រោះព្រលឹមឡើងលោកស្ងោរដលងហើយលោកឆាន់ហើយក៏ទុកឲ្យមួយចានញ៉ាំអស់ខ្លះហើយនៅសល់ប៉ុណ្ណឹងហើយពេលធ្វើម្ហូបបដាលួចមកញ៉ាំដលងបដាឆ្ងាញ់ជ្រលក់ទៅដោះគោហើយលោកស្ងោរឡើងផុយល្មុតឆ្ងាញ់ណាញ៉ាំដលងបដាហ្នឹងលួចមកអើតមើលសួនផ្កាលោកបដាឆ្លៀតទៅម៉ោងអត់តន់ចិត្តដល់ម៉ោងចង្ហាន់លោកហ្នឹងគឺថាអាចេបចប់ទៅកាត់សក្រីកាត់ម្ដេងកោះម្ដេងកោះអីឆ្លៀតដើមមើលទេសភាពខ្លះទៅចាំមើលទៅចិត្តដល់ម៉ោងចង្ហាន់លោកចាប់ដើមញាប់ដៃញាប់ជើងហើយអត់បានថតនេះថតនោះអីទេហើយកន្លែងនេះគឺដំបងទឹកហូរធម្មតាទេទឹកហូរទូចឯងបន្ទាប់មកគឺលោកទប់ជាតំណប់ចឹងទៅដើម្បីស្រួលទុកទឹកប្រើប្រាស់ហើយយើងអាចចុះមុជក្នុងនឹងបានដែរនៅពេលខែទឹកច្រើនអញ្ចឹងមានភ្លៀងច្រើនអញ្ចឹងទឹកហូរយើងអាចចុះមុជបានក្នុងនឹងត្រជាក់ស្រួលមែនតែនហើយមានត្រីនៅទៀតទៅពេលលោកទប់ទឹកអញ្ចឹងទៅទឹកខាងលើវាហូរខាងក្រោមវាអត់សូវហូរទេត្រីអាចនៅបានខាងក្រោមតែយើងមិនមែនទៅនេសាទត្រីអីហ្នឹងទេគ្រាន់តែមើលលេងទេហើយម្ហូបរបស់យើងគឺឆ្អិនហើយពីមុខហ្នឹងក៏បានយកមកប្រគេនលោកទៅរាល់ដងគោលដៅរបស់យើងគឺប្រគេនតែលោកពីរអង្គហ្នឹងឯងបងប្អូនដោយសារគាត់នៅព្រៃជ្រៅឆ្ងាយពីវត្តផ្សេងអញ្ចឹងទៅអត់សូវមានបងប្អូនបានឡើងទៅប្រគេនអីទេអញ្ចឹងគោលដៅគឺទៅប្រគេនពីរអង្គហ្នឹងតែហ្មងហើយឲ្យតែល្ងាចតិចលោកឆាន់ហើយឬក៏យើងបាយហើយមកស្ទុះហ្នឹងគឺភ្លៀងហើយឲ្យតែសៀលតិចគឺភ្លៀងហើយព្រលឹមឡើងមេឃស្រឡះប៉ុន្តែសៀលតិចគឺភ្លៀងដល់ល្ងាចមិនរាំងហើយដល់ពេលល្ងាចឡើងរាំងស្រស់បោះទឹកស្រួលបួលហើយលោកមុនមកក្រៅគង់មើលទេសភាពទៅចែកគ្នាលេងស្ដាប់ទឹកហូរអញ្ចឹងទៅអង្គុយមើលមេអំបៅហោះទៅវិញទៅមកទុំផ្កាទុំអីហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជម្រាបលា